សិនជាបងប្អូនទាំងអស់គ្នាមានឱកាសមកលេងនៅប្រទេសអូស្ត្រាលីហាមដាច់ខាតកុំរំលងការជិះរថភ្លើងមួយនេះរថភ្លើងមួយនឹងកំពុងមកនេះខ្ញុំដាក់ឲ្យមើលនេះគឺជារថភ្លើងដឹកអ្នកដំណើរទៅលេងជុំវិញទីក្រុង Melbourne វាមានលក្ខណៈខុសពីរថភ្លើងធម្មតារថភ្លើងធម្មតាពណ៌បៃតងនៅខាងក្រោយនោះដល់ពេលនេះគឺជារថភ្លើងគេហៅ City Tram លេខ35ការតុបតែងមានលក្ខណៈដូចជារថភ្លើងចាស់ជំនាន់មុនប៉ុន្តែគេលាបពណ៌មករៀងថ្មីដែររថភ្លើងមួយហ្នឹងគឺដឹកយើងជុំវិញទីក្រុង Melbourne បណ្ដោយនិយាយរួមទៅគឺជុំវិញកណ្ដាលក្រុង Melbourne នៅកណ្ដាលរថភ្លើងមួយហ្នឹងដឹកជុំវិញហើយរថភ្លើងមួយហ្នឹងអត់មានយកថ្លៃដឹកអីទេគឺ free ការជិះគឺ free តែម្ដងមិនបាច់ចាំខ្វល់រឿងអស់លុយអីទេមកដល់ហ្នឹងគឺបានឃើញទីក្រុង Melbourne ទាំងមូលហើយ free ទៀតហើយរថភ្លើងមួយហ្នឹងមានការតុបតែងខុសពីរថភ្លើងធម្មតានេះរថភ្លើងធម្មតាចូលទៅវាលក្ខណៈដូចគេដូចឯងប៉ុន្តែនៅទីក្រុង Melbourne គឺមានរថភ្លើងមួយបែបនេះថតរូបក៏ស្អាតពីខាងក្រៅក៏ស្អាតខាងក្នុងក៏ស្អាតដែរខ្ញុំ recommend ឲ្យអ្នកនរគ្នាមកដល់ហាមដាច់ខាតរំលងរថភ្លើងមួយហ្នឹងត្រូវតែជិះសាកឲ្យដឹងហើយបានឃើញទស្សនវិជ្ជាទីក្រុង Melbourne ទាំងមូលទៀតចង់ឃើញវីដេអូអីពីខ្ញុំទៀតប្រាប់ខ្ញុំខាងក្រោមផងហើយកុំភ្លេច follow page ម្នាក់មួយផងអរគុណច្រើនបងប្អូន